បាទបន្ទាប់ពីផ្អាកដំណើរការសង្វៀនអស់មួយរយៈឥឡូវនេះ KKS បានវិលត្រឡប់មកសារជាថ្មីហើយដើម្បីត្រៀមទទួលនៅកម្មវិធីបុណ្យអុំទូកខាងមុខនេះដោយក្នុងនោះសង្វៀន KKS ក៏បានបង្កើតនៅរជ្ជកាលថ្មីដែលមានឈ្មោះថា Cambodia Fighter ដែលប្រមូលផ្ដុំជើងខ្លាំងលំដាប់គុនខ្មែរជាច្រើនរូបដូចជាដុំសរមសុកធីបឺតសង្ឃឹមជាមួយនឹងកីឡាករប៉ែនកៈមហាមេតបាទតកតងទៅនឹងសង្វៀន KKS គឺនឹងត្រៀមបើកការប្រកួតសារឡើងវិញនាថ្ងៃទី5ខែវិច្ឆិកាឆ្នាំ2025នេះដោយក្នុងនោះក៏មានវត្តមានកីឡាករគុនខ្មែរជាច្រើនរូបដូចជាកីឡាករដឹមសារ៉ុនដែលជាប្អូនប្រុសបង្កើតរបស់កីឡាករដឹមសារ៉ុននៅត្រូវប៉ះជាមួយនឹងកីឡាករមកពីប្រទេសម៉ាឡេស៊ីកីឡាកររិទ្ធីហុងសវណ្ណច័ន្ទបញ្ញាគឺនឹងត្រូវធ្វើការប្រកួតដណ្ដើមពានជាមួយនឹងកីឡាករពុតអាឈិតគូទី3កីឡាករវិរៈហោហាគឺនឹងត្រូវប៉ះជាមួយនឹងកីឡាករមកពីប្រទេសម៉ាឡេស៊ីសម្រាប់គូទី4បឺតថ្មដាគឺនឹងត្រូវទទួលស្វាគមន៍កីឡាករធុនអៀងលេងចូលដល់គូទី5ដែលជាការប្រកួតដណ្ដើមពានលក្ខណៈមិត្តភាពអន្តរជាតិដឹមសារ៉ុមគឺនឹងត្រូវប៉ះជាមួយនឹងកីឡាករប៉ែនកៈមហាមេតចឹងសម្រាប់ប៉ែនកៈមហាមេតនេះ25ប្រកួតមិនទាន់ស្គាល់ពីថាចាញ់ទេចឹងចាំមើលថាតើដុំសរោមអាចបញ្ចប់កំណត់ត្រាបានឬក៏យ៉ាងណាបាទចូលដល់គូទី6ដែលជាគូរងឯកប្រចាំនៅព្រឹត្តិការណ៍មនុស្សឈើសុកធីហៅកាកាគឺនឹងត្រូវប៉ះជាមួយនឹងកីឡាករខូរីមកពីចក្រភពអង់គ្លេសបាទសម្រាប់គូឯកប្រចាំនៅព្រឹត្តិការណ៍អ្នកលេងចិត្តសាស្ត្របឺតសង្ឃឹមគឺនឹងត្រូវប៉ះជាមួយនឹងកីឡាករសាំយូអែលការប្រកួតលក្ខណៈមិត្តភាពអន្តរជាតិនៅក្នុងប្រភេទទម្ងន់59គីឡូក្រាមផងដែរបាទតកតងគូដែលខ្ញុំចាប់អារម្មណ៍នៅក្នុងព្រឹត្តិការណ៍ Cambodia Fighter របស់ KKS គឺ2គូបងប្អូនទី1គឺដុំសរមប៉ះជាមួយនឹងប៉ែនកៈមហាមេតទី2បឺតសង្ឃឹមប៉ះជាមួយនឹងកីឡាករសាំយូអែបាទអញ្ចឹងសម្រាប់កីឡាករសាំយូអែនេះគេធ្លាប់មកទឹកដីកម្ពុជារបស់យើងម្ដងកាលនោះគឺប៉ះជាមួយនឹងមនុស្សឈើសុកធីហៅកាកាដែលជាការប្រកួតដណ្ដើមនៅខ្សែក្រវ៉ាត់ ISKA គុនខ្មែរ World Title អញ្ចឹងកីឡាករសាំយូអែដែលប៉ះជាមួយនឹងបឺតសង្ឃឹមកីឡាកររូបនេះគឺល្អបងប្អូនការប៉ះជាមួយនឹងកីឡាករសុកធីវាយសុកធីឲ្យបែកតឹងតែពីទឹកទី1ហើយការប្រកួតជាមួយនឹងកីឡាករសុកធីអាវុធមានទៅមានមកអញ្ចឹងការនោះសុកធីឈ្នះកីឡាករសាំយូអែនេះក៏ឈ្នះទាំងតានតឹងដែរបងប្អូនអញ្ចឹងសម្រាប់កីឡាកររូបនេះគឺគេល្អហើយខ្ពស់ហើយចាំមើលថាមកប៉ះជាមួយនឹងបឺតសង្ឃឹមគេសម្រក់ទម្ងន់ពី60មកវាយ59ទៀតអញ្ចឹងបឺតសង្ឃឹមអាចនឹងរៀងតានតឹងដែរសម្រាប់ការប្រកួតនេះបាទអញ្ចឹងសម្រាប់មួយឈុតរបស់ KKS ដែលបានត្រៀមថ្ងៃអុំទូកទី5វិច្ឆិកានេះខ្ញុំបាទជឿជាក់ថានឹងក៏ក្រើកហើយបងប្អូនហើយគូដែលខ្ញុំគិតថាតានតឹងគឺគូដុំសរោមប៉ះមហាមេតជាមួយនឹងគូបឺតសង្ឃឹមប៉ះជាមួយនឹងកីឡាករសាំយូអែលពីរគូនេះខ្ញុំបាទគិតថាតានតឹងហើយក៏អាចនិយាយបានថាជាគូដែលជក់ចិត្តនៅក្នុងព្រឹត្តិការណ៍ថ្ងៃទី5នេះផងដែរអញ្ចឹងសម្រាប់បងប្អូនកុំភ្លេចចូលរួមតាមដានទស្សនាការប្រកួតនេះទាំងអស់គ្នា